mà này nó như record video này trong video này về đối với ai copy từ mưa bạn này để rồi chẳng làm bài tập lại cô nó lên computer bao nhiêu này miền ta hai cái mình thi Adobe Photoshop nó nhưng ta lại thì mưa này thế này Adobe Photoshop thì còn học 4 nhưng mà ta làm cho hai đấy trong material Adobe nhưng ta làm cho chả này chẳng được không ai nấy nhưng mà ta làm cho nên computer nhưng thế đấy nhưng ta làm cho tu nó toàn miền rồi đấy nhưng ta làm trên mi computer chúng ta cho tu làm đâu nhưng ta làm ta giặt tay này người đấy chẳng giờ này ta làm mắm chắc nó bây giờ trăm họ ta làm đang ấy computer nó mà tôi thao tác một thứ bây giờ cho nên lớn nhưng mà ta làm đang nó và những quy lên ta lại nó cứ nhưng chơi ta làm này nó các bạn để ta lấy một switch như tôi chặt để chế để mình lên nó lên đà thế này internet nó đại bài về nhìn chẳng nhưng mà lại pra tam internet đáng chứ nhưng pra tam sai network này thì nhưng khi cho này mình nhỉ chẳng là cái nếu như pra cam thì mỗi remote bằng Microsoft đã miền group computer đó dân chung lắm của miền này chẳng cứ remote desktop của miền nó chẳng nhưng đặt nó tập hợp thì với thì đây là cái dân ta làm ta cho tam nắng này giờ đấy mà xin dân chặt đá dân châu mất từ đâu ti trang nó sẽ lại làm đầu này nè cho nhưng bạn phần năng nó chẳng đi cam thì remote cho được việc nó chẳng về tiên tia ai nhóm vãi mua computerหรือก็vãi IP address របស់ computer IP address ខ្ញុំដាក់ហ្នឹងគឺខ្ញុំចូលទៅដល់នៅទូនោះមិញហ្នឹងគឺខ្ញុំចូលទៅដាក់ទេអញ្ចឹង IP address ទូហ្នឹងគឺ 192.168.0.5 គឺទូនៅ computer របស់ខ្ញុំនេះគឺខ្ញុំដាក់ IP address វាគឺ 192.168.0.6 នេះ IP address របស់ខ្ញុំទូនោះគឺ .5 អញ្ចឹងខ្ញុំ remote ចូលទូហ្នឹងណាទូរបស់យើងគឺយើងអាច remote ចឹងបានទាំងអស់ដែរចឹងខ្ញុំគាត់ឲ្យវាយ IP ហ្នឹងមក 192.168.0.5 អានេះ.6 ហ្នឹងកុំព្យូទ័រខ្ញុំអញ្ចឹងណាអាច.5កុំព្យូទ័រនោះអញ្ចឹងអានេះមិនបាច់ចាំប្រាប់ក៏បានដែរយល់ទេអានេះគាត់ខ្ញុំបង្ហាញនេះថ្ងៃក្រោយយើងរៀនអ៊ីនធឺណិត email នឹងជាហើយអាគាត់ហ្នឹងព្រោះការពីជំនាន់មុនខ្ញុំបរៀនទាំងអស់ remote ទាំង remote ទាំងអីខ្ញុំរៀនទាំងអស់មិនតែកម្មវិធីហ្នឹងមួយខ្ញុំរៀនកម្មមួយកម្មវិធីហ្នឹង remote អូខេអញ្ចឹងខ្ញុំចុច connect ចុច connect មកចឹងនេះគឺផ្ទាំងនៅទូនោះហ្នឹងអញ្ចឹងវានឹង load ឡើងមកនៅហ្នឹងបាទអញ្ចឹងវាចេញផ្ទាំងឡើងនេះអញ្ចឹងអានេះគឺជា screen នៅលើទូដែលខ្ញុំពង connect ចូលទៅមិញហ្នឹងគេខ្ញុំចូលមកបិទ message មិនបិទអីតិចអត់តាក់ទងណាអញ្ចឹងដើម្បីតម្លើងកម្មវិធី Adobe Photoshop បានគាត់ឲ្យយើងមាន software វាសិនយល់ទេឥឡូវយើងចូលមើលទូនេះយើងមកមើល track D track H track អីហ្នឹងឥឡូវអានេះគេថាដាក់ track H ឥឡូវខ្ញុំចូលយកដូរវាមិនតិចទៅជាទៅយើងដាក់ track D ណាឈ្មោះវាណានេះខ្ញុំនិយាយក្រៅទេចូលដូរឈ្មោះ track បន្តិចមកយើងបាក់មើលពីក្រោយគេខ្ញុំដាក់ track D វិញហើយខ្ញុំចូលមើលភាសាទៀតចឹងនេះគឺ track D ណាអញ្ចឹងយើងមើលចូលមើល track D នៅក្នុងនេះមាន typing ដែលខ្ញុំតម្លើងថ្ងៃមុនថ្ងៃដែលខ្ញុំបរៀនថ្ងៃមុនខ្ញុំបង្ហាញពីរបៀបតម្លើង typing តម្លើងអីហ្នឹងណាវាមាន software នៅហ្នឹងឥឡូវខ្ញុំខាត់អានេះយកមកដាក់ចូលក្នុងហ្នឹងថ្ងៃមុននេះចុចយើងមើលក្នុង software នេះ folder software នេះអត់ទាន់មានកម្មវិធី Adobe Photoshop ទេមានតែ Net Support Tool កម្មវិធី remote ហ្នឹងហើយនឹង typing ដែលខ្ញុំពីខ្ញុំមុនហ្នឹងដើម្បីតម្លើងឲ្យបានលុះត្រាតែមាន software ណាបាទតើយើងមាន software កម្មវិធី Adobe Photoshop តែនៅនេះអត់មានអញ្ចឹងខ្ញុំត្រូវការចូលមក copy យកចេញពី computer ខ្ញុំពីនេះទៅអានេះគឺ computer របស់ខ្ញុំចូលមើលមកចឹងនេះ try យកខ្ញុំ try E វិញខ្ញុំហ្នឹងបាទ ignore ទៅមកស្គាល់ព្រោះនៅហ្នឹងក៏ខ្ញុំអត់ទុកដែរវាធ្ងន់វាច្រើនវិញដាក់ចុច ignore អានេះគឺនៅ internal របស់ខ្ញុំហ្នឹងខ្ញុំចូលមកពី trend scan មកខ្ញុំអានេះទីតាំងឯងដល់ពេលយើងយកទៅថ្ងៃក្រោយអត់ប្រវាក់ចឹងទេគឺក៏ copy software វាទៅអានេះគឺ path របស់វាណាអញ្ចឹង Adobe Photoshop
បើខ្ញុំទុកតាំងពីស៊េរី7ចុចមកបាទ Photoshop 7ចុចហើយមានទាំង CS CS2 CS3 4 5 6ហើយ CC 1014ណាហើយមាន CC 1015 CC 1015នៅ external ខ្ញុំមួយទៀតតែនៅនេះខ្ញុំតម្លើង Adobe Photoshop CC 2014នេះណា CC 2014តែខ្ញុំនឹងមើលមួយទៀតឃើញថានៅក្នុង Adobe Photoshop CC 2014មានពីរប្រភេទគឺ32 bit ហើយនឹង64 bit អញ្ចឹងយើងគួរតម្លើងយកមួយណាបាទចង់ដឹងថាតម្លើងមួយណាអ្នកនេះត្រូវចូលមកមើលនៅក្នុងកុំព្យូទ័រហ្នឹងទៅដាក់កុំព្យូទ័រដែលយើងត្រូវតម្លើងណាតើវាជាប្រភេទ Windows អីនេះមករកមើលពាក្យថា Disk PC នេះអ្នកដែលមិនឃើញណាខ្ញុំនឹងបង្ហាញ right click យក personalize ហើយចូល change desktop icon คลิกយកមកកុំព្យូទ័របាទ user file ហើយ network control panel recycle bin คลิกទាំងអស់ចុច OK មកអញ្ចឹងវានឹងសនៅលើនេះ Windows Disk PC សម្រាប់ Windows 8 ឡើង Windows Disk PC សម្រាប់ Windows 7 Windows ដាក់ computer សម្រាប់ Windows XP វាលោកថា My Computer ហ្នឹងណាអញ្ចឹងនេះមក select លើវា click លើវាមួយ mouse ស្ដាំយកពាក្យថា property ពេលនោះអ្នកនឹងមើលឃើញថាតើ Windows ដែលយើងតម្លើងជា Windows អីអញ្ចឹងនៅក្នុងនេះ Windows 8.1 ណាភេទជា Windows 8ដែរអញ្ចឹង processor របស់វាបាទ RAM របស់វាហើយនេះ system type នេះណាគឺ64 bit operating system បាទនេះ64 base processor អញ្ចឹងគឺ system របស់យើងគឺ system 64យល់ទេបាទអញ្ចឹងនេះមុនតម្លើងចូលមើលទៅហ្នឹងបាទទៅនេះ Windows 32ឬក៏ Windows X86 នេះ copy 64មកតម្លើងមក Windows error រហូតអញ្ចឹងមិនមែនដោយសារ computer នឹង error ឬក៏មិនមែន file error ទេគឺយើងយក OS ហ្នឹងខុសយល់ទេអញ្ចឹងអានេះ64អញ្ចឹងខ្ញុំចូលមកនៅក្នុង computer ខ្ញុំវិញណានេះអញ្ចឹងខ្ញុំ copy 64 bit នេះទៅយល់ទេខ្ញុំមកស្ដាំមក copy បាទចូលលើកម្មវិធី remote វិញនេះគឺកម្មវិធី remote ចូល remote ចូលទូនោះចឹងចូលក្នុងនេះខ្ញុំ paste ខ្ញុំចូលដាក់ paste នឹង drag នេះមកខ្ញុំទៅវា paste អញ្ចឹងវាធ្វើការ copy បាននៅនេះលឿនឬក៏យឺតវាអាស្រ័យទៅលើកុំព្យូទ័ររបស់យើងតែនេះវា copy មិនយូរប្រហែលនេះខ្ញុំ copy direct drive file ទៅតែម្ដងព្រោះសោះហ្នឹងវាទំហំវាធំណាស់សោះវាទំហំវាធំណាស់ណាពេលនេះបាទចាំមកផ្លែទៅក្រោយពេល copy ចប់យើងតម្លើងកុំឲ្យថារៀនខាង design ហ្នឹងហើយថ្ងៃក្រោយរៀនចេះហើយចេះប្រើចេះអីហើយជួបកុំព្យូទ័រទៅតម្លើងកម្មវិធីមិនបានប្រើបានតែប្រើបើយើងអត់មានអត់ចេះតម្លើងផងណាអញ្ចឹងដំបូងណាគឺចេះតម្លើងទៅបើយើងមិនចេះតម្លើងហ្នឹងថ្ងៃក្រោយទៀតចៃដន្យគេពឹងខ្ញុំចេះខាង design ណាខ្ញុំអត់ចេះខ្ញុំចង់ប្រើ design ហ្នឹងទៅជួយតម្លើងមួយខ្ញុំនឹងតម្លើងមួយខ្ញុំចេះតែប្រើអូខេអាហ្នឹងគឺជាបញ្ហាមួយដែរណាអញ្ចឹងយើងត្រូវចេះតម្លើងវាបើយើងចាំទៅពេលយើងតម្លើង Photoshop មួយនឹងហើយមកសេរី Adobe ទាំងអស់គ្រប់កម្មវិធីរបស់ Adobe ទាំងអស់តម្លើងដូចគ្នាដែរបាទលើកលែងតែ Alas ហើយនឹងទៅលើបើលើកលែងតែ Alas មួយទៀត Alas រៀងមានតិចយើងបែរឆ្ងាយជាងនេះតែដល់ពេលយើងរៀនដល់ Alas យើងចេះតម្លើងណាចាំតិចទៅហើយទៅខ្ញុំចូលតម្លើងចូលទូនោះត្មងបើតែខ្ញុំតម្លើងចូលទូនោះត្មងក៏បានដែរតែយើង record screen ទៅវាអត់ជាប់កន្លែងទេទូនោះព្រោះវាជាប្រភេទ desktop ចឹងវាអត់មានអា microphone ណាដាក់កាំវាអត់ជាប់ណាឆ្នាំមុនខ្ញុំតម្លើងឲ្យខ្ញុំ record ឲ្យថ្ងៃហ្នឹងខ្ញុំរៀនតម្លើងកម្មវិធីការជំនាន់ទី1ជំនាន់ចិន្តាជំនាន់អីនេះជំនាន់បកហ្នឹងខ្ញុំតម្លើងហ្នឹងដាក់មួយថ្ងៃខ្ញុំរៀនខាងនេះទាំងអស់ install កម្មវិធីទាំងអស់ដាក់ឲ្យមក set មកចប់ហ្មងពេល record នៅកុំព្យូទ័រនេះដូចអត់ជាប់សលេងទាំងអស់ជាប់ដូចតែយើងមើលឃើញអូសម័យយើងទៅតែអត់លឺសលេងទេមិនមកពីអនុវត្ត speaker ទៅបើយើងដាក់កាសបានលឺ copy យកដាក់កុំព្យូទ័រនេះក៏អត់លឺដែរ
thế hay đấy chẳng ní dân ban software về mà chẳng được nông folder nó là phê dân copy ban nó nên mà mờ này copy ban nó miền mua nhá Adobe Photoshop thì còn là 4 chẳng nên gọi cho nó đặt vào click về nó máy phê phi đó mà này cho máy phê chọn vào này phi đó đặt vào click nó chẳng về cho nó miền click file đấy miền nâng trán thì môi how to open file vào về nó này cứ việc introduction là dưới hạt là dưới từ pra mấy hai mũi tiếp dương miền là install feature và cái bài hành trên kia bài hành bị được từ lại ở dưới trên step tí mũi là ca tí mũi bài người bị info về ở xong bài cái mũi nâng open vid bài những bài cái mũi nâng Windows photo viewer với pop up như vậy ok chẳng là tí mũi về từ lại mà anh ấy cả này là dương ở trên từ lại ra nhưng chơi từ lại ta nhưng bài hành như về cào về dương từ lại ấy thì chọn tầng ta cái lại mấy bữa sang kia miền lục thiệp cho dương mới thực hiện kia nông các bạn chẳng chó đâu click mới anh tí muối về dương ra tập bộ mà nó cứ vi tranh tiền bài mình không mình install hay mình tải chẳng chúng đưa này cái cung vùng này dương chưa đưa vô phía là tải rồi giờ nên từ đấy để bởi dương vô install các bạn nó ta đưa ra dương mình từ đấy giờ đấy bạn cho một tiền cho nó làm nặng ca và top cái lại nhé vì đã sign in require cái lại thế này bà thân này dương ban sign in nó đưa ra để dương ban register account cho môi nó trong môn Adobe giờ đấy trong cái này này bà dương trở lại computer bà dương nên miền internet cái này miền á internet nó hiện đại nè từ bắt đặt chào bà này áp đặt internet chào tới trở lại là bà này vì nói tiên tia dương sign in nằm bây bậc Apple ID sorry bậc Adobe ID này cái ID này nè bà dương thích cái này bị đặt tham nó bà do Adobe ID chứ ăn lại nhất bà thân men ID bà dương cái cao dùng đầu ta dương bạch thua tam năng đến bà dương thua tam năng cứ tiên tiên bong lưới ta lại để cho công an rồi là nè bà dương chẳng tin với các bạn ạ tại nhưng bà hai với cái dương ra cái áp miệng ông đôi dương này này giờ đấy tôi sắp mai dương miền ha làm bay pra cam thiên trời tinh gì đấy ngoài cái ra cái bữa nay cái bữa thân cái pra cam sắp phải nhát cái tình trong mỗi command rồi là đại diện trọng nó cho internet vài người đấy cho vào Adobe nó chính khởi là ta Photoshop mỗi lại command đây mình cào tôi một rồi là ok chẳng là ta và to lại như này dương trên đại internet đó đại internet hái dương dùng pin ta sai như thế thở dương mưa ta đủ riêng cái sân má hai cái này nó cho dùng pin accept hai dương cái này chưa được visa này hay cho accept bà làm ca này dương cái nơi dùng visa năm mỗi đại dương chơi pra tại vì tới dùng đi command này pra chơi visa ông đấy vậy đấy bây giờ vô visa ấy trong là lên thay con với tập óc mà chua tam đấy visa nó tập óc được chắn trên chân rồi vô cái đấy trên cái đấy trong mà tiền nó chân motor cái đấy tập được lên chua tam là làm nào ok cho nên khi đâm nặng ca tập lại không biết là chẳng phần nắng cái chọn ấy chẳng cái này nhé bà ta dương pra đó dương video dẹp thì dương chân một tam trong ngày vậy có tam trong ngày kéo ra lại cả tay trong cạn này níคือdương pra kề làm bay bị phùแล้วยังพายอยู่ตารางโจเนี่ยนี่ดำไปตารางเนี่ยมาโจฟูเดอร์ขังเลยนี่มูทาตัว BCC ปอนบุญนะเนี่ยโจมาโดนมูเปียท้าสดับนี่ปอหอมเนี่ยนะสดับโจมาเนี่ยตอนนั้นดับบทเล็กหรือก็ไรเล็กอยู่ด้านหน้ากันนี่เธอกับบ้านจะโอเพนกับบ้านหรือก็สไลด์เลยจะให้จดอินเทอร์กับบ้านนะจึงเรื่องก็เยอะนะจึงปลาบุยนากับบ้านดับบทเล็กกับบ้านโจตามทีนากับบ้านchắc nó đông chạm lên thì nó bị đa rồi và tờ lão đi đá và thân gì cùng chơi những đạo lươn tờ lão một lươn này cùng chơi ta dứt ra trong này chưa dù đấy chẳng ní tầm nào ca đấy là dương một khơi mấy gạo dôi ghế bà giật ra vui dương ngọn miên từ đi giờ đấy ai dương một lần mưa lên nè computer và nhóm ngọn miên internet đi vì đặt lên luôn thằng cáo đặt làm nối internet đặt sao internet đặt đá đi giờ đấy thì nhau tiên ấy để ta nhưng đọc sai cái này tu nó cái này cho tu nó hề vào cái lô cho nhưng cho trái bà phần năng dương cho biết là sang in tới sang in đấy cả đây dương internet lên ba thì lớn cao với bỏ Adobe
តែករណីយើងអត់មានអ៊ីនធឺណិតចឹងវាក៏អំបិលបន្តិចហើយវាដូចវាអាសាញ letter មកឡើងចុចប៉ុណ្ណឹងឃើញទេអញ្ចឹងយើងយកសាញ letter វិញយល់ទេអញ្ចឹងនេះវាថាអត់មានអ៊ីនធឺណិតអត់បាន connect ទេក៏ឲ្យ retry តែបើយើងចុច retry មួយថ្ងៃមុននេះក៏ចប់ហើយអញ្ចឹងនេះចុចយកពាក្យថាសាញ letter ចុចមកវាចេញទាំងបាននេះមកនៅក្នុងដំណាក់កាលនេះគឺវាឲ្យយើងជ្រើសភាសាណាអញ្ចឹងកន្លែងនេះគឺយកភាសាអង់គ្លេសមក default វាជាប់នៅហ្នឹងបាច់ដូរទេហើយចុច accept ហ្នឹងគឺ accept ទៅលើ license របស់វានេះនេះបាច់អានទេបើចង់អានក៏អានតែបាច់អានទេចុងក្រោយនៅតែ accept អញ្ចឹងណាអញ្ចឹងចុច accept បាទកន្លែងនេះគឺ software របស់យើងនឹងឈ្មោះថា Adobe Photoshop CC 2014ហើយទំហំដែលវាតម្លៃហើយគឺ 2G ជាងណាក៏តទៅលើ hard disk យើងហ្នឹង 2G ជាងអញ្ចឹងកន្លែងនេះភាសានៅភាសាអង់គ្លេសដែរបាច់ដូរទេហើយទៅនេះសំខាន់ទីតាំងដែលវាតម្លើងចូលហ្នឹងគឺចូលកន្លែងណាវា try C program file មិនមែន program file x86 ទេយល់ទេហើយចូល folder មួយឈ្មោះថា Adobe យល់ទេហើយចុច install បាទនេះវាសួរយើងចុច yes ទេបាទប៉ុណ្ណឹងតម្លើងប៉ុណ្ណឹងគឺចប់ហើយតែសល់អីសល់ grade ករណីយើងតម្លើងបានមកប៉ុណ្ណឹងគឺបានរយៈពេល30ថ្ងៃឯង30ថ្ងៃក្រោយវានឹង expire វានឹង error ក៏ឡើងកើតអញ្ចឹងអ្នកដែលប្រើវាច្រើនតម្លើងហើយ expire វាថាមូលហេតុអត់ grade តាមមកផ្លែទេព្រោះកុំព្យូទ័រយើង grade មានន័យផ្ដាច់វាដើម្បីខ្លាយឲ្យវាបានទៅជា full version ហើយយើងប្រើបានរហូត grade ហ្នឹងយើងអាចប្រើជំរឿនមានច្រើនវាមានឡើងចូលកុំព្យូទ័រខ្ញុំនេះវិញមកស្រួលរណោបាទពេលយើងតម្លើងកម្មវិធីយើងប្រើពាក្យថា install ក៏បានយើងប្រើពាក្យថា set up ក៏បានយល់ទេអញ្ចឹងនៅក្នុងនេះនៅពេលយើងតម្លើងយើងមានជំរឿនច្រើនទីមួយយើងអាចប្រើទៅលើ serial មួយទៀតយើងអាចប្រើទៅលើ grade បាទមួយទៀតយើងអាចប្រើទៅលើ keygen បាទមួយទៀតយើងអាចប្រើទៅលើ patch បាទមានជំរឿន4ដែលយើងអាចប្រើបានក្នុងការតម្លើងគឺមាន4ជំរឿនពេលក្រោយយើងនឹងជួប keygen ដូចជាកម្មវិធី Cora Sony Vegas អីហ្នឹងគឺប្រើ keygen ហ្នឹង patch ទៀតមែនទេអញ្ចឹងនៅក្នុងនេះជំរឿនការតម្លើងរបស់យើងគឺមាន4ហ្នឹងអញ្ចឹងពីច្រើនចំពោះខ្ញុំប្រើ grade ច្រើនព្រោះយើង download ពីគេប្រើខ្ញុំទីច្រើនយើងប្រើ grade នេះហើយ keygen នឹង patch ហើយ serial ក៏មានមួយដែរមួយចំនួនក៏មាន serial ដែរអញ្ចឹងក្នុងដំណាក់កាលយើងប្រើហ្នឹងគឺយើងប្រើ grade នេះនៅលើ Photoshop ហ្នឹងគឺយើងនឹងប្រើទៅលើ grade ដើម្បីset up វាដើម្បីផ្ដាច់វាបានជា full version ណាអានេះក៏ពីបច្ចេកទេសណាយើងត្រូវដឹងឲ្យក្រៅថាស្អីគេ serial វាមាន key អីចាឥឡូវឧទាហរណ៍ថាខ្ញុំចូលមកដូចជាបពុខាង CS3 យើងកាលមុនណាដូច CI5 ណា CI5 វាមាន grade វាបាទនេះមាន key នេះគឺ serial វានេះអានេះគឺជា serial គេដាក់ serial នឹងចូលណាអានេះគេប្រើទៅលើ serial ហើយពេល grade ដូចជានៅក្នុង Photoshop មិញហ្នឹងបាទ Photoshop បាទនេះចឹងនៅនេះមាន grade វាមាន file នេះគឺ .dll ណា extension នេះខាងចុងនេះ .dll នេះអានេះ grade បាទ grade គឺច្រើនហើយអត់ទេកន្លែងខ្លះវាជា file EE ដែរវាអត់ទៀងតែគាត់ថាមកសេរីចាប់ពី CS file ឡើងពីច្រើនគឺ grade របស់វាគឺ .dll CS file ដូច .ee យើងចូលមើលណាAdobe Photoshop CS file ហើយយើងចូលមកមើលនៅក្នុងអានេះវាប្រើ serial អានេះ serial របស់វាមួយណាក៏បានច្រើនអានេះ keygen នេះមាន keygen ណាពេលយើងចូលមកនៅក្នុងនេះគេឲ្យយើងជ្រើសរើសនេះគឺ serial របស់វាអញ្ចឹងនៅក្នុងហ្នឹងវាមានជំរឿនច្រើនហើយនេះមាន patch មានជំរឿន patch នេះហើយមានជំរឿន generate keygen ដល់ keygenវាច្រើនអញ្ចឹងពេលក្រោយយើងនឹងជួបវាខាងតាមតារាហ្នឹងហើយអានេះ file grade របស់វាយើងមើល grade .dll ទៀតហ
ហើយដូចជា CF4 ដូចជា .exe ឯក្រែក៏វាហ្នឹងបានទេក្រែក៏វា .exe ឬ file ឬកម្មវិធី Photoshop តែមកបាទឥឡូវចូលមកមើលខាងនេះទៅឡើងចថានេះចថាបាន80%ជាងបាទលឿនណាស់ទេព្រោះកុំព្យូទ័រហ្នឹងវា speed នេះ13ចុចជាងអញ្ចឹងដើរខ្លាំងដើរលឿនជាងនេះផង RAM 2G ដើរនេះ RAM 4G ដើរចាច់ហ្នឹងចាំតិចទេអូខេនេះចាំហើយចឹងវាដាក់ថា installation complete មើលទៅនេះណាបើសិនវាលោតចឹងមានតែឡើងវាចោលឲ្យខ្លះវាដាក់ថា installation fail មានតែឡើងបរាជ័យហើយអត់បានពេញលេញទេចឹងកន្លែងនេះនេះអាចចុចបាទ launch ណាមានអាចវាដើរកម្មវិធីនឹងដំណើរការឥឡូវនឹងតែម្ដងឬក៏យើងចុច close សិនបើយើងចង់បើកឥឡូវទៅបាន close បានជំរឿទៅនឹងអត់បញ្ហាចង់យកដំណើរក៏យកទៅឥឡូវមក close ញ៉ាឥឡូវនេះចូលមើលក្នុងនេះចំពោះ Windows X start តិចបែបនេះណា start នេះចុចបើសិនរយយើងមិនឃើញទេនេះមើលសញ្ញាព្រួយមួយក្រោមចុចមកចឹងចេញបែបនេះអញ្ចឹងនេះអូនេះមក scroll មើលបាទគឺ Adobe Photoshop អត់ទេនៅហ្នឹងការណៃដែលយើងនេះនៅនេះតាមប៉ុណ្ណឹងណាការណៃដែលយើងរកមិនឃើញយើងធ្វើម៉េចនេះគាត់ចុចមកចូលដល់កន្លែង start ហ្នឹងក៏បានដែរបើចុច start ប៉ុណ្ណឹងមកហើយវាយយកតែម្ដងក៏បានដែរ Photoshop វាលោតឲ្យ Photoshop មិនបាច់ទៅចុចណាចុចវាលោតឲ្យប៉ុណ្ណឹង intro មកយល់ទេដាក់តែប៉ុណ្ណឹងក៏បានដែរមិនបាច់ចាំទៅរកវាក៏បានដែរចាំវាមិនតិចព្រោះកម្មវិធីវារឿងធំចឹងវាត្រូវការឡោតដំណើរការចឹងនេះមកឃើញនេះវាចុច sign in later sign in now បាទយើងចុច sign in later ទៅហេតុអីបានអញ្ចឹងព្រោះយើងអត់តបានក្រេវាទេយល់ទេអ្នកដែលបើកឲ្យឃើញបែបហ្នឹងមានន័យថារបស់យើងប្រើ software ជាប្រភេទ trial version វាប្រាប់យើងគឺរយៈពេល30ថ្ងៃទៀតដែលយើងអាចប្រើវាបានអញ្ចឹងទីនេះខ្ញុំចង់យកពេលសាក trial ហ្នឹងមកឲ្យដំណើរការ trial បើនេះប្រើរយៈពេលស្អែកឡើងដកមកទៀតដល់29ថ្ងៃ28 27រហូតដល់0បាត់ចោលហ្នឹង0នោះនៅប្រើបានតែផុតពី0ទៀតប្រើឡើងបានឥឡូវចុចប៉ុណ្ណឹងហ្នឹងនេះឃើញថាកម្មវិធីវាដំណើរការតែខ្ញុំអត់ចង់ប្រើ trial នេះទេគឺខ្ញុំធ្វើការលើ full កន្លែងចំណុចនេះគឺសំខាន់បើយើងឃើញពេលឡោតមកដំបូងតាំងប៉ុណ្ណឹងមើល CC 1015តាំងនេះទៀតបាទចឹងនេះគឺរូបរាង interface របស់ Adobe Photoshop CC 2014ឥឡូវខ្ញុំសុំ close សិនយើងឃើញបើកមិនវានៅឃើញហ្នឹងណាអញ្ចឹងខ្ញុំសុំ crack វាណាត្រូវការ crack ធ្វើម៉េចដើម្បីវាដាច់ចឹងនេះថយមកវិញណាថយមកចុចនេះចូល folder crack នៅក្នុង Photoshop នឹងដែរតែយក folder crack copy នេះណា select ទៅវាចឹងមកដាក់ select ធ្វើម៉េចឲ្យឃើញវា highlight នេះហើយដាក់ចំលើវា mouse ស្ដាំ copy យេហើយចូលមកក្នុង try C program file នេះឡើងវិញចូល folder ហ្នឹងមែនទេហើយចូល folder មួយទៀតគឺ Adobe ហើយជាងនេះមាន Adobe Photoshop CC 2014ចូលមកមួយទៀតមកនេះនៅឃើញមាន file ច្រើនតែមិនបាច់ទៅប៉ះពាល់ឲ្យបាត់គេទេនេះមក mouse ស្ដាំនៅខាងកន្លែងទៅហ្នឹងក៏មក click ចំលើ folder ទាំងអស់នេះកុំឲ្យ click ឲ្យ select អញ្ចឹងឲ្យតាមមក click ធ្វើម៉េច click ខាងក្រៅឲ្យផុតចា click ធ្វើម៉េចឲ្យផុតនៅខាងក្រៅទេ mouse ស្ដាំមកយក page យល់ទេ page អញ្ចឹងវានឹង alert message បែបនេះមកចំពោះ Windows 8 Windows បែបនេះវាមាន replace with this replace the file in the destination has skip the file ហើយនឹង compare info for both file ចឹងជំរើសទី1គឺការយើង copy ហើយលុប file នៅក្នុងនោះចោល file ណា file DLL នៅក្នុងនោះអា file ដូចគ្នាហ្នឹងណាហើយទី2យើងអត់ copy ទេទី3វាធ្វើការ ប្រៀបធៀបគ្នាសិនតើ file ក្នុងនេះដែរតែយើងអត់យកទេជំរើស2នេះយើងធ្វើការយកជំរើសទី1បើយើងអត់ display វាចោលទេ file ហ្នឹងវានៅតែ trial អញ្ចឹងនេះត្រូវយកលើនេះដើម្បីឲ្យវាដាច់អាកន្លែង trial version ហ្នឹង
ពីពូ Windows 7អ្នកនេះត្រូវរកមើលទៅរកពាក្យថា replace ដែរឲ្យមានពាក្យ replace ចុច replace ហ្នឹងនេះរកពាក្យនេះយល់ទេឲ្យតែមានពាក្យ replace ចុច replace ហ្នឹងអញ្ចឹងចុចយកមកអញ្ចឹងជួនកាលវានឹង alert message មួយទៀតនេះ continue បាទប៉ុណ្ណឹងចាបងនេះយើងអាច close បានប៉ុណ្ណឹងឥឡូវសាកល្បងចូលមកភាសាទៀតបាទឥឡូវចូលតាមនេះម្ដងដូចគ្នាទេចូលតាមណាចូលទេអញ្ចឹងឃើញថាវាចាប់ដើមដំណើរការមកតែម្ដងអញ្ចឹងគឺ full ឡើងមានទៀមទា alert message ថា trial version trial អីឡើងទៀមទាហើយប៉ុណ្ណឹងគឺដាច់ហើយរបៀបទៅឡើងនេះកម្មវិធី Adobe Photoshop ទាំងអស់មិនថាកម្មវិធីណាទេទៅឡើងរបៀបនឹងទាំងអស់ឲ្យតែមាន grade អាហ្នឹងលុះត្រាយើងមាន grade មានអីចឹងទៅឥឡូវខ្ញុំកាត់ទៅបាទមាន grade តែខ្ញុំអត់ដឹងថាគេត្រូវធ្វើគេដាក់ឲ្យទៅ Photoshop ចឹងថាមាន grade អូខេអញ្ចឹងខ្ញុំបង្កើត shortcut ដាក់លើ desktop មកចឹងនេះបាន shortcut លើហ្នឹងហើយឥឡូវនៅនេះគឺខ្ញុំមានមួយទៀតព្រោះនៅនេះខ្ញុំចុច start ចុច Windows 8បែបនេះគឺលោកអ្នកនេះមិនចេះប្រើនេះចង់ប្រើដោយកុំព្យូទ័រខ្ញុំក៏បានដែរហើយកុំព្យូទ័ររបស់ខ្ញុំនេះបាទកុំព្យូទ័ររបស់ខ្ញុំនេះ Windows 8ដែរតែនេះឃើញថាអីបើខ្ញុំចុចមកចុចដល់នេះចាំបានអញ្ចឹងក៏បានមានកម្មវិធីទេដែលខ្ញុំបង្ហាញខ្ញុំមុនហើយបើខ្ញុំចង់ដាក់ style យក 7ក៏បានដាក់ 8ក៏បានដាក់ style នេះក៏បានណាឈ្មោះវា start menu នេះចង់ដាក់អញ្ចឹងក៏ដាក់ទៅអ្នកដែលប្រើ Windows 8ហើយពិបាកណាចង់ដាក់ style មិនក៏ដាក់ទៅឧទាហរណ៍អញ្ចឹងstyle យើងនេះយល់ទេចឹងនេះនៅរបៀបក្នុងការតឡើងកម្មវិធី Adobe Photoshop ប៉ុណ្ណឹងណាឥឡូវខ្ញុំ save file ទៅ